បាទត្រង់ចំណុចចុងក្រោយមកអស់គឺអំទី5មើលនេះលុយនឹងឯងមិនមែនចំណូលច្រើនធ្វើឲ្យអ្នកមានទេតែជាវិន័យក្នុងការគ្រប់គ្រងលុយមនុស្សជាច្រើន income ហើយ spend saving ស្មើ0បានន័យថា income 1 spend 1 saving ស្មើ0ប៉ុន្តែមនុស្សជោគជ័យ income ដក spend ស្មើ saving income ដក spend ស្មើ saving saving បូក investment ស្មើ assets asset បូក time ស្មើ financial freedom គោលការណ៍សាមញ្ញរកបាន$100 saving $20 invest $10 spend $70 ចាប់ដើមពីតិចតិចប៉ុន្តែធ្វើជាប្រចាំមិត្តអ្នកទស្សនាជាទីគោរពបើយើងអាចគ្រប់គ្រង FM នេះបានយើងអាចគ្រប់គ្រងជីវិតរបស់យើងបាន File discipline មកគ្រប់គ្រងពាក្យសម្ដីមកគ្រប់គ្រងគំនិត Mood គ្រប់គ្រងអារម្មណ៍ Manner គ្រប់គ្រងអាកប្បកិរិយា Money គ្រប់គ្រងហិរញ្ញវត្ថុខ្ញុំមានខ្វូតចុងក្រោយភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេវាកើតចេញពីវិន័យទូចៗដែលអ្នកអនុវត្តរាល់ថ្ងៃប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like share និង subscribe Channel The Idea Finance KA ផ្លាប់រូបការគិតកាត់ទម្លាប់ល្អនិងកសាងភាពជោគជ័យជាមួយគ្នា